អូហាយ៉ូសួស្តីអ្នកទាំងអស់គ្នាជួបគ្នាទៀតហើយនៅក្នុងវីដេអូថ្មីអេពីសូតថ្មីខ្ញុំបាទរ៉ៃជីហើយថ្ងៃនេះយើងនឹងបន្តសាច់រឿងប្រពន្ធខ្ញុំខ្លាចជាក្មេងដែលជាភាពបន្តទាំងអស់គ្នាកន្លងផុតប្រហែលថ្ងៃទីបំផុតម៉ៃឯស្វែងរកការងារថ្មីមួយដែលស័ក្តិសមជាមួយខ្លួនឯងបានហើយដើម្បីជាការអបអរចំពោះដំណឹងថ្មីមួយនេះនីជីម៉ាហើយនិងថាខៃក៏បានទិញកាដូមួយសម្រាប់យកមកឲ្យកូនស្រីរបស់ពួកគេដែលការងារថ្មីរបស់ម៉ៃគឺជាការងារមួយដែលត្រូវធ្វើដំណើរទៅជួយជាមួយអតិថិជននិងមករៀនពួកគេឲ្យចេះពីរបៀបប្រើប្រាស់ប្រព័ន្ធកុំព្យូទ័រដោយសារហេតុដូច្នេះនីជីម៉ាក៏បានបញ្ចេញទឹកមុខអន់សពន់ចិត្តរួចក៏បាននិយាយថាប្រហែលជាពួកគេលែងបានទៅមើលពិធីបានកំជ្រួយជុំគ្រួសារដោយការមុនទៀតហើយព្រោះថាម្នាក់មានកិច្ចការត្រូវរវល់រៀងៗខ្លួនហើយចំពោះលើកចុងក្រោយដែលអ្នកទាំង3បានទៅមើលជុំគ្នាគឺនៅក្នុងរយៈពេល10ឆ្នាំមុនដែលការនោះម៉ៃគឺនៅជាក្មេងស្រីនៅឡើយទេរឿងមួយនេះគឺជាការចងចាំនិងជាអនុស្សាវរីយ៍មួយដ៏ល្អដែលមិនអាចបំភ្លេចបានខណៈនឹងនីជីម៉ាបាននិយាយថាគាត់ពិតជាចង់ទៅមើលកំជ្រួយជាមួយគ្រួសាររបស់គាត់ខ្លាំងណាស់ប៉ុន្តែទោះជាយ៉ាងណាថាខៃគឺមិនទាន់ច្បាស់ក្នុងចិត្តថានាងអាចទៅមើលកំជ្រួយបានឬក៏អត់នោះទេដោយហេតុថាថ្ងៃនឹងម្ដាយរបស់នាងគឺមិនចេញទៅណានោះឡើយលុះស្អែកឡើងនៅក្នុងក្រុមហ៊ុនម៉ូរីយ៉ាក៏បាននិយាយប្រាប់នីជីម៉ាថានាងមានកម្រងតែដើរលេងមើលកំជ្រួយជាមួយមិត្តរបស់នាងល្ងាចនេះចំណែកនីជីម៉ាវិញក៏ពិតជាចង់ទៅខ្លាំងមែនតែនប៉ុន្តែដោយសារកូនស្រីរបស់គាត់ចោលរវល់ធ្វើការទៅធ្វើឲ្យគាត់លេងបានតែមើលអស់រលីងងាកមកកាន់ម៉ៃនេះវិញនាងកំពុងតែធ្វើដំណើរជិះរថភ្លើងដើម្បីទៅជួយជាមួយអតិថិជនរបស់នាងផ្ទាល់តែម្ដងហើយអតិថិជនដែលម៉ៃត្រូវជួយជាមួយនោះគឺជាតួអង្គកំឡោះវ័យក្មេងដ៏សង្ហាម្នាក់ឈ្មោះថារ៉េនជីដែលកំពុងត្រៀមខ្លួននឹងរៀនសូត្រអ្វីគ្រប់យ៉ាងដើម្បីជួយការងារឲ្យទៅកាន់លោកប៉ារបស់គេនឹងឯងក្រោយនិយាយចប់រួចរាល់ហើយមិត្តរួមការងាររបស់ម៉ៃក៏មានបំណងចង់ទៅជួយជាមួយអតិថិជនផ្សេងទៀតហើយតើម៉ៃជាអ្នករ៉ាប់រងកិច្ចការដំបូងរបស់នាងនៅទីនេះដោយខ្លួនឯងរ៉េនជីគឺជាមនុស្សម្នាក់ដែលមិនសូវចេះរកតែនិងបញ្ចេញទឹកមុខងាប់អត់ចេះញ៉ាំសោះដែលជាហេតុនោះឲ្យម៉ៃមានពេលវេលាលំបាកក្នុងការបំពេញការងារជាមួយគាត់រហូតដល់នាងធ្វើដំណើរត្រឡប់ទៅផ្ទះវិញផ្សាយជាមួយអារម្មណ៍អស់សង្ឃឹមមកកាន់ខ្លួនឯងនាងគិតថានាងប្រហែលជាធ្វើការបង្រៀននិងបញ្យល់បកស្រាយមិនបានល្អទេមើលទៅហេតុដូច្នេះម៉ៃទេទូរស័ព្ទទៅកាន់ម៉ែរបស់នាងដើម្បីចង់និយាយនិងចង់ស្ដាប់ពីលើទឹកចិត្តរបស់គាត់ពេលនោះថាខៃក៏បាននិយាយលំលងនាងកំតនអាលអស់សង្ឃឹមនឹងចោះចាញ់អីព្រោះថាគ្មាននរណាគេម្នាក់ដែលធ្វើបានល្អគ្រប់10នោះទេនៅពេលដែលចាប់ផ្ដើមការងារដំបូងបែបនេះថាខៃក៏បាននិយាយផ្ដោតដំបូងមានដោយប្រើឲ្យម៉ៃត្រូវតែនិយាយទំនាក់ទំនងនិងរាតែជាមួយភ្ញៀវតាមរបៀបរបបនាងខ្លួនឯងទៅជាការល្អប្រសើរមិនត្រឹមតែប៉ុណ្ណោះថាខៃមានដំណឹងល្អមួយចង់ប្រាប់ផងដែរដោយនាងអាចធ្វើដំណើរទៅមើលគេបាញ់កំជ្រួចបានដោយហេតុថាម៉ែរបស់ថាខៃត្រឡប់មកផ្ទះវិញយប់ជ្រៅងាកមកកាន់នីជីម៉ាវិញក៏បានជំរះការងាររហូតដល់អនឹងបានចេញពីកន្លែងធ្វើការយ៉ាងលឿនដើម្បីមានបំណងចង់ទៅមើលកំជ្រួចតែម្នាក់ឯងចំណែកម៉ូរីយ៉ាវិញក៏បានស្លៀកពាក់និងតែងខ្លួនយ៉ាងស្រស់ស្អាតធ្វើដំណើរទៅមើលកំជ្រួចជាមួយ best friend របស់នាងនៅតាមផ្លូវនាងជួបប្រទះជាមួយនឹងនីជីម៉ាអ្នកទាំងពីរក៏បាននិយាយរាក់ទាក់ជាមួយគ្នាលេងមិត្តភក្តិរបស់ម៉ូរីយ៉ាឈ្មោះថាស៊ីអូរីទីបំផុតជួបនីជីម៉ាផ្ទាល់នឹងភ្នែកហើយព្រោះថាម៉ូរីយ៉ាតែងតែនិយាយរៀបរាប់អំពីកក់ឲ្យនឹងស្ដាប់អត់ឈប់ឈរតែសដោយឃើញដូច្នោះស៊ីអូរីនាងក៏សម្រេចចិត្តអញ្ជើញនីជីម៉ាឲ្យទៅមើលកំជ្រួចជុំគ្នាតែម្ដងទៅបើក៏មកម្នាក់ឯងបែបនេះនីជីម៉ាយកប្រូននឹងនាំពួកគេទាំងពីរទៅក្រៅកន្ទែអង្គុយនៅទីតាំងមួយដែលល្អបំផុតក្នុងការមើលទេសភាពបាញ់កំជ្រួចស៊ីអូរីនិយាយរលេះចង់ទៅទិញអីញ៉ាំញ៉ាំដោយនាងមានកម្រងចង់ឲ្យម៉ូរីយ៉ាហើយនិងនីជីម៉ាបានចំណាយពេលនៅក្បែរគ្នាតែពីរនាក់ប៉ុន្តែភ្លាមនឹងម៉ូរីយ៉ាក៏បានរត់ទៅតាមមិត្តរបស់នាងថាតែចង់សួរថាម៉េចបានជាខ្លួនឯងធ្វើអញ្ចឹងដាក់គេនាងបន្តនិយាយបកស្រាយថានាងគ្មានទំនាក់ទំនងអ្វីពិសេសជាមួយនីជីម៉ាឡើយដោយអ្នកទាំងពីរគ្រាន់តែជាមិត្តរួមការងារនិងជាដៃគូញ៉ាំបាយថ្ងៃត្រង់តែប៉ុណ្ណោះប៉ុន្តែយ៉ាងណាស៊ីអូរីបញ្ចេញទឹកមុខដោយមិនចង់ជឿនោះទេរួចក៏និយាយញាស់លេងទៀតថាមិត្តភក្តិលេងប្រយ័ត្នខ្លាចជាសង្សារនឹងគ្នាមែនតែនវើយក្នុងអំឡុងពេលអង្គុយលូនលីតែម្នាក់ឯងសក់នោះនីជីម៉ាជួបប្រទះជាមួយនឹងថាខៃដោយចៃដន្យតែម្ដងនឹកស្មានមិនដល់ថានាងអាចមកមើលកំជ្រួយបានសោះឡើយថាខៃក៏និយាយប្រាប់គាត់ឲ្យដឹងផងដែរថាបន្តិចទៀតនេះម៉ៃនឹងធ្វើដំណើរមកដល់ទីនេះឆាប់ពេលវេលាក្នុងការបាញ់កំជ្រួយក៏ចាប់ផ្ដើមទេសភាពក្នុងពេលនឹងពិតជាមានភាពស្រស់ស្អាតខ្លាំងណាស់ធ្វើឲ្យអ្នកទាំងពីរនឹកឃើញដល់លើចុងក្រោយនៃការបាញ់កំជ្រួយដែលគ្រួសារពួកគេទៅមើលជុំគ្នាយ៉ាងរីករាយមានក្តីសោកការនឹងម៉ៃនៅតូចខ្លាំងណាស់រួចនាងក៏យំទុកសោដោយបានរសាយមិនចង់ត្រឡប់ទៅផ្ទះវិញចង់នៅមើលកំជ្រួយបន្តទៀតក្នុងគ្រានឹងថាខៃក៏ឆុងដៃទៅចាប់ប្តីរបស់នាងទៅធ្វើឲ្យនីជីម៉ាងាកមកនឹងសម័យឃើញថាខៃនៅក្នុងរូប
ភាការពីជីវិតមុនស្របពេលនឹងមូរីយ៉ាក៏ត្រឡប់មកវិញនីស៊ីម៉ាប៊ីតែផ្លុំមកនិយាយណែនាំថាខៃថាជាប្រពន្ធរបស់គាត់ទៅហើយប៉ុន្តែក៏ត្រូវបានថាខៃចូលមកអាកាត់និងរំខានទៅវិញរួចនាងនិយាយណែនាំខ្លួនឯងថានាងមានឈ្មោះថាម៉ារីកាគឺជាកូនស្រីអ្នកចិត្តខាងស្គាល់គ្នាជាមួយលោកពូនីស៊ីម៉ានឹងឯងហើយពេលហ្នឹងក៏ធ្វើឲ្យថាខៃទទួលដឹងយ៉ាងច្បាស់អ្នកដែលបានធ្វើអាហារនិងញ៉ាំបាយថ្ងៃត្រង់ជាមួយប្តីរបស់នាងតាមពិតគឺជាមនុស្សស្រីសនៅក្មេងហើយមានសម្រស់ស្អាតទាក្រោយពីបានគិតខ្លួនឯងអីខ្លួនឯងថាម៉ូរីយ៉ាចាអារម្មណ៍លើប្តីរបស់ខ្លួនថាខៃមិនចេះចង្អៀតនោះទេនាងមានបំណងចង់ចាក់ចែងដើម្បីទៅទទួលម៉ៃមិននៅធ្វើជាជនទី3រំខានអ្នកទាំងពីរឡើយម៉ៃកំពុងធ្វើដំណើរមកដល់លើកាំចិនដាទៅទីកន្លែងទីតាំងមើលកំជ្រួចម៉ូរីយ៉ាគិតថាចង់ឲ្យនីស៊ីម៉ាមានពេលវេលាផ្ទាល់ខ្លួនជាមួយកូនស្រីរបស់គាត់នាងក៏ចង់ងើបចេញប៉ុន្តែសុយអីនាងជ្រោះជើងចន់លើកំប៉ុងទឹកក្រូចរអិលដួលក៏បណ្ដាឲ្យនីស៊ីម៉ាបានលោតទៅជួយនាងនិងបានបង្កើតចេញជារូបភាពមួយដែលធ្វើឲ្យម៉ៃមានការយល់ច្រឡំនៅពេលធ្វើដំណើរមកដល់បេះដូងរបស់ម៉ៃធ្លាក់ចេញមកខាងក្រៅអស់ហើយទឹកភ្នែកក៏ចាប់ផ្ដើមស្រក់មកជាដំណក់តែម្ដងថាខៃបញ្ញារត់ត្រឡប់មកវិញតែរាជនិយាយបកស្រាយឲ្យម៉ៃបាច់យល់ច្រឡំថាពួកគេទាំងពីរគឺជាមិត្តរួមការងារនិងជួបគ្នាដោយចៃដន្យដោយសារតែមិនចង់បាត់បង់ការគ្រប់គ្រងម៉ៃក៏បានធ្វើដំណើរចាកចេញទៅបាត់ភ្លាមដែលមិនចង់និយាយស្ដីអ្វីទាំងអស់ឃើញដូច្នេះម៉ូរីយ៉ាក៏និយាយប្រាប់នីស៊ីម៉ាដោយនាងចង់ផ្ដាំនិយាយពាក្យសុំទោសឲ្យទៅកាន់ម៉ៃជំនួសផងចំពោះរឿងដែលកើតឡើងមិញនេះពេលដែលត្រឡប់មកផ្ទះវិញម៉ៃសាសួរឪពុករបស់ខ្លួនថាតើក៏មានទំនាក់ទំនងអ្វីជាមួយនឹងនារីម្នាក់នោះនីស៊ីម៉ាក៏បញ្ចេញទឹកមុខធម្មតានិងនិយាយបកស្រាយធម្មតាអំពីរឿងរបស់គាត់ជាមួយម៉ូរីយ៉ាថាជាដៃគូញ៉ាំបាយនឹងទៅខ្លាចជាមិត្តភក្តិជិតស្និទ្ធក្នុងពេលថ្មីនេះផងដែរលើដូច្នេះម៉ៃពិតជាមិនអាចតអារម្មណ៍ខ្លួនឯងបានឡើយព្រមទាំងនិយាយដោយបញ្ចេញកំហឹងដល់លោកប៉ានាងរួចក៏ដើរចូលក្នុងបន្ទប់បាតដែលជាហេតុបណ្ដាឲ្យនីស៊ីម៉ាមានការងើយឆ្ងល់ថាគាត់បានធ្វើអ្វីខុសទើបបានជាម៉ៃមានការខឹងច្រឡំមកលើគាត់ខ្លាំងបែបនេះថាខៃយល់យ៉ាងច្បាស់អំពីអារម្មណ៍របស់ម៉ៃគ្រួសាររបស់យើងមិនបានរស់នៅជុំគ្នាអស់រយៈពេល10ឆ្នាំហើយទើបនៅបានជុំគ្នា3នាក់ត្រឡប់មកវិញអញ្ចឹងហើយទើបបានជាម៉ៃមានការអន់ចិត្តព្រោះមិនចង់ទទួលយកអ្នកដទៃមកធ្វើជាគ្រួសាររបស់នាងឡើយលើដូច្នេះហើយនីស៊ីម៉ាទើបតែមានការភ្ញាក់ខ្លួនដោយមិននឹកស្មានថាទង្វើរបស់គាត់ធ្វើឲ្យម៉ៃមានការភ័ន្តច្រឡំអញ្ចឹងនោះទេនៅពេលដែលរឿងនេះកើតឡើងថាខៃចាប់ផ្ដើមមានអារម្មណ៍ថាខ្លួននាងគឺជាអ្នកខុសដែលការស្លាប់របស់នាងជាឥទ្ធិពលយ៉ាងខ្លាំងដល់ប្តីហើយនិងកូនស្រីរបស់នាងហើយដូច្នេះនាងសង្ឃឹមថាពេលដែលគ្មានវត្តមានរបស់នាងនីស៊ីម៉ានឹងអាចបំពេញតួនាទីជាឪពុកផ្ដល់ភាពកក់ក្ដៅចិញ្ចឹមមើលថែនិងយកពីភាពឯកោកូនស្រីរបស់ពួកគេយ៉ាងច្បាស់ធ្វើបែបហ្នឹងប្រហែលជានឹងធ្វើឲ្យម៉ៃព្រមបើកចិត្តទទួលយកអ្នកថ្មីមកធ្វើជាគ្រួសារជាជាងការស្រ័យចំតដោយពេលឥឡូវនេះបន្ទាប់ពីនឹងមកថាខៃក៏បានចូលមកក្នុងបន្ទប់ដើម្បីចង់និយាយសម្រួលគ្នាជាមួយម៉ៃខណៈនឹងម៉ៃក៏និយាយថាបើសិនជាលោកប៉ាបន្តនៅជាមួយម៉ូរីយ៉ាច្រើនពួកគេច្បាស់ជាមានអារម្មណ៍លើគ្នាចេះជាមិនខានឡើយលើដូច្នេះថាខៃក៏និយាយប្រាប់ថាមុនពេលនាងទទួលបានការចងចាំត្រឡប់មកវិញនាងប្រាប់ខ្លួនឯងរួចហើយថានាងព្រមទទួលយកគ្រប់យ៉ាងទោះបីជាប្តីរបស់ខ្លួនត្រូវរៀបការម្ដងទៀតក៏ដោយឥឡូវនេះនាងគ្រាន់តែជាកូនក្មេងសិស្សសាលាប៉ុណ្ណោះមិនអាចបង្កើតគ្រួសារជាមួយអ្នកទាំងពីរដូចមុនបានឡើយនាងគ្រាន់តែចង់ឲ្យពួកគេរស់នៅប្រកបដោយស្នាមញញឹមនិងអាចបោះជំហានដើរទៅមុខបានតែប៉ុណ្ណោះទោះយ៉ាងណាម៉ៃមិនព្រមស្ដាប់តាមពាក្យសម្ដីរបស់ថាខៃនោះឡើយព្រោះថាអ្នកម៉ាកំពុងតែមានវត្តមាននៅចំពោះមុខនាងចង់ចំណាយពេលរស់នៅចំគ្រួសារយើងដូចពេលមុនអញ្ចឹងចំណែកអានីស៊ីម៉ាវិញឈរនៅមុខបន្ទប់ព្រោះតែបានស្ដាប់ឮការសន្ទនារបស់ពួកគេទាំងអស់ហើយក៏បានហៅអ្នកទាំងពីរឲ្យឆាប់មកបន្ទប់ទទួលភ្ញៀវនៅក្នុងពេលឥឡូវនេះនីស៊ីម៉ាបង្កើតសម្បត្តិអាពាហ៍ពិពាហ៍ដោយខ្លួនឯងធ្វើជាផុសតាងមួយដើម្បីចង់ភ្ជាប់ចំណងគ្រួសាររបស់ពួកគេទាំង3ឡើងវិញព្រមទាំងបង្កើតការជឿជាក់ឲ្យមកកាន់គ្នាទៅវិញទៅមកផងដែរឆ្លៀតឱកាសនោះនីស៊ីម៉ានិយាយពាក្យសុំទោសទៅកាន់ម៉ៃមិនមែនចំពោះតែរឿងថ្ងៃនេះនោះឡើយប៉ុន្តែក៏ចង់សុំទោសដែលគាត់មិនបានមើលថែនាងឲ្យបានដិតដល់ចាប់តាំងពីថ្ងៃអ្នកម៉ាក់កូនស្លាប់ទៅប៉ាសុំទោសដែលមិនបានព្យាបាលរបួសផ្លូវចិត្តរបស់កូនទុកកូនចោលឲ្យឈឺចាប់តែម្នាក់ឯងនិងមិនបាននាំយកពន្លឺនិងស្នាមញញឹមឲ្យមកកាន់កូនត្រឡប់មកវិញបន្តមកនីស៊ីម៉ាក៏ឆ្លៀតនិយាយប្រាប់ថាខែឲ្យបានដឹងផងដែរកន្លងផុតទៅ10ឆ្នាំមានមនុស្សជាច្រើនផ្ដោតដំបូន្មានឲ្យគាត់គួរតែរៀបការយកប្រពន្ធសារថ្មីប៉ុន្តែបេះដូងគាត់នៅតែមិនអាចទទួលយកអ្នកណាផ្សេងក្រៅពីនាងបានឡើយអារម្មណ៍និងក្តីស្រឡាញ់ដែលគាត់មានចំពោះនាងគឺនៅតែមានបន្តជារៀងរហូតគ្មានថ្ងៃដែលអាចប្រែប្រួលបានឡើយហើយចុងក្រោយនេះសមាជិកទាំង3នាក់ក៏ចោទសម្រងនឹងគ្នានឹងប្រុសចោះហត្ថលេខាលើលិខិតអាពាហ៍ពិពាហ៍ផងដែរដើម្បីរក្សាភ្ជាប់ចំណងគ្រួសាររបស់ពួកគេឡើងមកវិញក្រោយមកថាខៃធ្វើដំណើរត្រឡប់ទៅផ្ទះរបស់នាងវិញព្រមជាមួយស្នាមញញឹមនិងពោពេញទៅដោយសុភមង្គលជាងគេនៅក្នុងជីវិតថ្មីរបស់នាង